កាលពីអេពីសូតមុនខ្ញុំបានចែករំលែកអំពីរបៀបនៃការចាប់ផ្ដើមដើម្បីក្លាយខ្លួនទៅជាអ្នកបញ្ជាទិញឬក៏អ្នកអាចធ្វើការនៅក្នុងផ្នែកលទ្ធកម្មបានហើយនៅក្នុងអេពីសូតនេះយើងនឹងនិយាយអំពីតើលទ្ធកម្មនិងការបញ្ជាទិញមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះអង្គភាពនេះក៏ជាសំណួរមួយដែលខ្ញុំឆ្ងល់ផងដែរនៅពេលដែលខ្ញុំចាប់ផ្ដើមនៅក្នុងអាជីពជាអ្នកបញ្ជាទិញលើកដំបូងកាលពីឆ្នាំ2018ពេលនោះខ្ញុំនៅក្នុងវិស័យរដ្ឋក្រុងសំណើនៃការដេញថ្លៃសាងសង់គម្រោងមួយចំនួនផងដែរ ហើយខ្ញុំក៏ឆ្ងល់ថាតើគម្រោងទាំងអស់នេះរៀបចំដោយរបៀបម៉េចដេញថ្លៃទាំងអស់នេះគេរៀបចំប្រព័ន្ធវាយ៉ាងដូចម្តេចព្រោះឯកសារនៅពេលនោះមកដល់ដៃខ្ញុំគឺគេ final select ទៅលើអ្នកដេញថ្លៃឬក៏អ្នកម៉ៅការមួយចំនួនរួចទៅហើយមានន័យថាយើងគ្រាន់តែជាអ្នកសរុបរបាយការណ៍ហើយពិនិត្យមើលទៅលើទឹកលុយនៃការស្នើសុំទូទាត់តាមដំណាក់កាលនីមួយៗនៃគម្រោងទៅនោះ មែនទែនទៅម្ចាស់អាជីវកម្មទាំងអស់គឺគាត់មានការងារច្រើននៅក្នុងមួយថ្ងៃគាត់មិនអាចមើលឃើញទាំងស្រុងនោះទេអំពីភាពខ្វះខាតនៃការគ្រប់គ្រងផ្នែកលទ្ធកម្មរបស់គាត់បើសិនជាគាត់នៅព្យាយាមយកការងារទាំងអស់នោះមកប្រមូលផ្ដុំនៅក្នុងដៃរបស់ខ្លួនហើយធ្វើវាទាំងស្រុងនោះគាត់នឹងមានភាពចន្លោះប្រហោងហើយអាចស្វែងរកការចំណាយមួយដែលមានប្រសិទ្ធភាពទេដូច្នេះតើហេតុអីបានលទ្ធកម្មមានសារៈសំខាន់ចំពោះក្រុមហ៊ុនយើងក៏លេចទៅមើលថាបើសិនជាយើងជាម្ចាស់អាជីវកម្មមួយហើយយើងកាន់ទាំងការគ្រប់គ្រងទុនធានមនុស្សយើងកាន់ទាំងការគ្រប់គ្រងផ្នែករដ្ឋបាលយើងកាន់ទាំងការគ្រប់គ្រងអតិថិជនក៏ដូចជាផ្នែកនៃការបញ្ជាទិញសម្ភារៈសម្រាប់ដាក់នៅក្នុងប្រតិបត្តិការរបស់យើងតើមនុស្សម្នាក់អាចធ្វើការងារក្នុងពេលតែមួយបានដែរអត់យើងអាចធ្វើរឿងច្រើនក្នុងពេលតែមួយបានប៉ុន្តែដោយពាក្យចាស់លពោលថាចេះដោះមិនស្មើប្រសពមួយទេអញ្ចឹងដូច្នេះម្ចាស់អាជីវកម្មមួយចំនួនគឺគាត់ព្យាយាមរកអ្នកមកជំនួសលើការងារហ្នឹងបែងចែកជាផ្នែកនីមួយៗហើយអាចកសាងជាអង្គភាពធំមួយការដែលអាចគ្រប់គ្រងដោយផ្នែកមានប្រធានដឹកនាំនៃផ្នែកនីមួយៗគឺនឹងធ្វើឲ្យម្ចាស់អាជីវកម្មនោះគាត់អាចធ្វើមួយចំនួនកាន់តែមានប្រសិទ្ធភាពហើយគ្រប់គ្រងអាជីវកម្មគាត់មើលបានកាន់តែឆ្ងាយទៅទៀតហេតុអ្វីបានជាផ្នែកលទ្ធកម្មមានសារៈសំខាន់ចំពោះក្រុមហ៊ុនពីព្រោះថាក្រុមនៃអ្នកលទ្ធកម្មគឺគាត់ផ្ដោតសំខាន់តែរឿងតែម្យ៉ាងគត់អំពីផែនការនៃការបញ្ជាទិញការគ្រប់គ្រងចំណាយឲ្យមានប្រសិទ្ធភាពធ្វើយ៉ាងណាអាចស្វែងរកប្រភពនៃសម្ភារៈឬក៏ទំនិញក៏ដូចជាសេវាកម្មទាំងអស់នោះពីកន្លែងមួយដែលមានគុណភាពល្អហើយយើងអាចគ្រប់គ្រងតម្លៃក្នុងការប៉ាន់ស្មានក្នុងផែនការប្រចាំឆ្នាំរបស់យើងដូចជាទូទៅនៅក្នុងអង្គភាពមួយៗគាត់តែងតែមាន budget plan របស់គាត់ឬក៏ផែនការហិរញ្ញវត្ថុរបស់គាត់ថាត្រូវចាយយ៉ាងដូចម្តេចនៅក្នុងឆ្នាំ2025 2026អញ្ចឹងនៅពេលដែលគាត់បែងចែកអស់ហើយគាត់នឹងឃើញថាផ្នែករដ្ឋបាលចាយប៉ុណ្ណាផ្នែកបាត់ការទូទៅក៏ត្រូវការចាយនៅក្នុងកញ្ចប់ប៉ុណ្ណាសម្រាប់ឆ្នាំមួយនេះហើយគេនឹងបំលែងនៃកញ្ចប់ចំណាយទាំងអស់នោះមកឲ្យផ្នែកលទ្ធកម្មឬក៏ផ្នែកបញ្ជាទិញដើម្បីសិក្សាអំពីប្រភេទអីវ៉ាន់ឬក៏សេវាកម្មដែលមានតម្រូវការក្នុងការចំណាយទាំងអស់នោះ បន្ទាប់មកគឺផ្នែកលទ្ធកម្មឬក៏ផ្នែកនៃការបញ្ជាទិញគាត់នឹងយកទៅសិក្សាលម្អិតជាមួយនឹង supplier ប្រភេទណាដែលមាន matching ជាមួយនឹងប្រភេទ material ឬក៏ service ទាំងអស់នោះបន្ទាប់គាត់ធ្វើការចរចាលក្ខណៈថា pre-sourcing ទៅលើប្រភេទឥវ៉ាន់ទាំងអស់នោះដើម្បីបានតម្លៃជាបឋមហើយគាត់នឹងកំណត់នៅ benchmark នៃ rating price មួយដែលអាចបញ្ជាក់ថាលទ្ធភាពនៃការ sale វិញចំណាយរបស់គាត់នៅក្នុងកម្រិត15% 5% 10%នៃចំណាយប្រចាំឆ្នាំបាននេះហើយជាតម្រូវការមួយដែលយើងទាមទារឲ្យគ្រប់អង្គភាពទាំងអស់ក្រុមការងារផ្នែកលទ្ធកម្មឬក៏ក្រុមផ្នែកបញ្ជាទិញនៅក្នុងអង្គភាពដើម្បីគាត់អាចគ្រប់គ្រងចំណាយហើយក៏ជួយដល់ម្ចាស់អាជីវកម្មក្នុងការទប់ស្កាត់ចំណាយខ្ជះខ្ជាយមួយចំនួនឬក៏ចំណាយដែលយើងមិនអាចកំណត់អត្តសញ្ញាណបានមួយចំនួនតាមរយៈក្រុមទាំងនោះ បើយើងវិភាគទៅមួយជ្រុងទៀតតាក់ទងជាមួយនឹងប្រភេទក្រុមហ៊ុនដែលមានលក្ខណៈជាខ្សែច្រវាក់ផ្គត់ផ្គង់ឬក៏យើងហៅថាប្រភេទ supply chain company ដូចជាក្រុមហ៊ុនភេសជ្ជៈផលិតគ្រឿងកំប៉ុងជាដើមនោះគឺជាប្រភេទក្រុមហ៊ុនដែលផ្ដោតសំខាន់លើខ្សែច្រវាក់ផ្គត់ផ្គង់នៃដំណើរការ road map របស់គាត់ដូច្នេះ material វត្ថុធាតុដើមពាក់កណ្ដាលសម្រាប់អីហ្នឹងគឺមានតម្រូវការខ្លាំងណាស់នៅក្នុងប្រតិបត្តិការរបស់គាត់ហើយប្រភេទវត្ថុធាតុដើមឬក៏ material ទាំងអស់ នោះគឺมันអាចខ្វះខាតបានទេនៅក្នុងដំណើរការនៃខ្សែច្រវាក់ផ្គត់ផ្គង់ពីព្រោះថាបើសិនជាខ្សែច្រវាក់ផ្គត់ផ្គង់របស់គាត់យើងសាកសម័យថាកំពុងរ៉ាន់ហើយក្នុងមួយម៉ោងគាត់អាចផលិតបានភេសជ្ជៈ120កំប៉ុងតែបើសិនជាគាត់ planning ទៅលើ material របស់គាត់អត់បានល្អប្រសើរវាធ្វើឲ្យខ្វះខាត
នោះគាត់នឹង Stack Operation ហើយការដែល Stack Operation យើងអាចវាតម្លៃថាជាការរាំងស្ទះនៃប្រតិបត្តិការហើយធ្វើឲ្យគាត់ខាតពេលវេលាក្នុងការផលិតភាពនៃផលិតផលរបស់គាត់ដូច្នេះផ្នែកលទ្ធកម្មឬក៏ផ្នែកនៃការបញ្ជាទិញគឺចូលរួមនៅក្នុងចំណែកមួយនៃការធានាបានថាគ្រប់ទំនិញវត្ថុធាតុដើមទាំងអស់គឺមានទាន់ពេលវេលាទាន់តម្រូវការជាក់ស្ដែងនៃខ្សែសេវាកម្មដែលត្រូវការនេះជាដើមហេតុដែលយើងត្រូវការបង្កើតផ្នែកផលិតកម្មឬក៏ផ្នែកនៃការបញ្ជាទិញទាំងអស់នេះគឺជាមូលហេតុសំខាន់ហេតុអ្វីបានជាក្រុមហ៊ុនឬក៏អង្គភាពអាជីវកម្មតម្រូវឲ្យមានផ្នែកលទ្ធកម្មឬក៏ផ្នែកនៃការបញ្ជាទិញហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់ស្គាល់ខ្ញុំបាទឈ្មោះសជាអ្នកជំនាញផ្នែកលទ្ធកម្មជាមួយនឹងបទពិសោធន៍រយៈពេលជាង6ឆ្នាំមកហើយបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់បានចុច Subscribe នៅ YouTube Channel របស់ខ្ញុំទេសូមជួយចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យលទ្ធកម្មនិងការបញ្ជាទិញ